ដើម្បីវាស់ស្ទង់ឥរិយាបថរបស់អតិថិជនរឿងដំបូងដែលខ្ញុំបានធ្វើគឺផ្ញើដំណភ្ជាប់ទៅកាន់ទំព័រចុះចតរបស់ខ្ញុំទៅពួកគេបន្ទាប់មកខ្ញុំនឹងចូលទៅក្នុងកម្មវិធីពោលគឺខ្ញុំនឹងចូលទៅក្នុងវេទិកា A360 ហើយខ្ញុំនឹងទទួលបានរបាយការណ៍ទាំងអស់នៅទីនោះទី1មានការប្រកាសនោះមានន័យថានៅក្នុងផ្នែកជូនដំណឹងនេះរូបតំណាងកណ្ដឹងនេះនឹងប្រាប់ខ្ញុំយ៉ាងច្បាស់ថាអតិថិជនណាដែលបានបើកដំណភ្ជាប់នឹងបានមើលវីដេអូដូច្នេះខ្ញុំអាចពិនិត្យមើលនៅទីនេះបានហើយនៅទីនេះអ្នកអាចមើលឃើញថាស្ថិតដែលខ្ញុំបានផ្ញើទៅអតិថិជនទាំងនេះគឺត្រឹមត្រូវណាស់ហើយដើម្បីកំណត់ថាតើអតិថិជនណាដែលខ្ញុំត្រូវយកចិត្តទុកដាក់ភ្លាមអ្នកអាចមើលឃើញផ្នែកដាក់ពិន្ទុនេះពិន្ទុនិងកាត់នេះនឹងវាយតម្លៃរយៈរបស់អតិថិជននោះមានន័យថាអតិថិជនដែលមានអន្តរកម្មយ៉ាងសកម្មនឹងទទួលបានពិន្ទុកាន់តែច្រើនហើយពិន្ទុទាំងនោះនឹងត្រូវបានបំលែងទៅជាពណ៌ដូចដែលអ្នកអាចមើលឃើញអតិថិជននេះមាន750ពិន្ទុហើយវាប្រែទៅជាពណ៌បៃតងអតិថិជនរូបនេះត្រូវបានគេយល់ថាមានអន្តរកម្មខ្លាំងនោះមានន័យថាពួកគេមើលវីដេអូរបស់ខ្ញុំច្រើនអតិថិជននេះមាន200ពិន្ទុហើយវាកំពុងប្រែជាពណ៌ស្វាយគេយល់ថាអតិថិជននេះបានមើលខ្លឹមសារហើយប៉ុន្តែមិនបានមើលយ៉ាងទូលំទូលាយទេអតិថិជននេះមាន50ពិន្ទុហើយវាប្រែទៅជាពណ៌ខ្មៅដែលមានន័យថាអតិថិជននេះមិនទាន់បានមើលវានៅឡើយទេដូច្នេះដោយផ្អែកលើចំណុចនិងពណ៌ទាំងនេះខ្ញុំនឹងដឹងថាត្រូវផ្ដោតលើអតិថិជនណាហើយដើម្បីដោះស្រាយបញ្ហាខ្ញុំនឹងចូលទៅកាន់ផ្នែកប្រវត្តិអន្តរកម្មបង្អួចនេះមានធាតុជាច្រើនដែលអនុញ្ញាតឲ្យខ្ញុំយល់ពីឥរិយាបថរបស់អតិថិជនម្នាក់ឧទាហរណ៍នៅក្នុងផ្នែកប្រវត្តិវិតម្លៃខ្ញុំនឹងដឹងថាវីដេអូណាដែលអតិថិជននេះបានមើលហើយការវិតម្លៃរបស់ពួកគេត្រូវបានបង្ហាញយ៉ាងច្បាស់បន្ទាប់មកខ្ញុំបានទៅផ្នែកដែលហៅថាប្រវត្តិរូប360ទី1មានព័ត៌មានទំនាក់ទំនងរបស់អតិថិជនខាងក្រោមនេះគឺជាដំណើរការនៃការដាក់ស្លាកនិងតាមដានឥរិយាបថជាក់លាក់របស់អតិថិជនទាំងនេះនៅពេលដែលខ្ញុំយល់ពីឥរិយាបថរបស់អតិថិជនខ្ញុំនឹងបន្តទៅជំហានថែទាំអតិថិជនហើយដើម្បីមើលថែអតិថិជនម្នាក់ខ្ញុំគ្រាន់តែត្រូវចុចលើផ្នែកមាតិកាអន្តរកម្មនៅក្នុងផ្នែកមាតិកាអន្តរកម្មមានគំរូសារឬគំរូអ៊ីមែលជាច្រើនដែលខ្ញុំអាចផ្ញើទៅអតិថិជនបានខ្ញុំអាចជ្រើសរើសគំរូសារណាមួយដែលខ្ញុំចង់បានហើយគ្រាន់តែចុចចម្លងបន្ទាប់មកវានឹងជូនដំណឹងដល់អ្នកថាវាត្រូវបានចម្លងរួចរាល់ហើយដូច្នេះខ្ញុំបានចម្លងគំរូសារនេះដោយជោគជ័យឧទាហរណ៍ប្រសិនបើខ្ញុំបានផ្ញើសារដំបូងទៅអ្នកហើយអ្នកបានឆ្លើយថាគបាត់ចាសនោះខ្ញុំនឹងជ្រើសរើសសារនោះដើម្បីផ្ញើទៅអ្នកហើយនៅក្នុងសារនេះទម្រង់នៃអាសយដ្ឋានត្រូវបានធ្វើឲ្យមានលក្ខណៈផ្ទាល់ខ្លួនសម្រាប់អតិថិជនម្នាក់នោះជាវាហើយក្រៅពីនេះវាក៏ធ្វើឲ្យលេខសម្គាល់អតិថិជនមានលក្ខណៈផ្ទាល់ខ្លួននៅចុងបញ្ចប់នៃដំណភ្ជាប់ដែលខ្ញុំចង់ផ្ញើទៅពួកគេដូច្នេះប្រសិនបើពួកគេមើលដំណភ្ជាប់ដែលខ្ញុំផ្ញើទៅពួកគេដូចនេះប្រព័ន្ធនឹងបន្តវាស់ស្ទង់ឥរិយាបថរបស់អតិថិជនហើយបន្ទាប់មកខ្ញុំនឹងដឹងថាត្រូវប្រើគំរូសារមួយណាបន្ទាប់ដើម្បីថែរក្សាអតិថិជននោះវាស្របទៅនឹងតម្រូវការរបស់អតិថិជនហើយត្រូវបានរៀបចំឡើងសម្រាប់ដំណាក់កាលនីមួយដែលនឹងនាំឲ្យមានការកើនឡើងនៃអត្រាបំលែងមិត្តភ័ក្តិជាទីស្រឡាញ់ប្រសិនបើអ្នកចង់ប្រើប្រាស់វេទិកាវីដេអូឆ្លាតវៃរបស់យើងសូមចំណាំថាអ្នកគួរតែចូលរួមសហគមន៍ A360 ដើម្បីឲ្យយើងអាចផ្ញើកម្មវិធីបណ្ដុះបណ្ដាលទៅអ្នកបានជាពិសេសយើងនឹងស្វែងយល់ពីរបៀបដែលអាជីវកម្មរបស់អ្នកត្រូវការប្រើប្រាស់វេទិកានេះដូច្នេះតើអ្នកប្រើប្រាស់ដំណោះស្រាយវីដេអូឆ្លាតវៃយ៉ាងដូចម្តេចដើម្បីឲ្យសមនឹងការងាររបស់អ្នកដូច្នេះសូមចំណាំថាបន្ទាប់ពីអ្នកមើលវីដេអូនេះចប់សូមចាំចុចប៊ូតុងដើម្បីចូលរួមសហគមន៍ A360 ដើម្បីឲ្យយើងអាចរៀបចំផែនការពីរបៀបថែទាំអ្នកបានល្អបំផុត